ជប់គ្នាសារជាថ្មីទៀតដែរបងប្អូនអ្នកបាទម៉ូតូសម្បល់នេះដឹងលន់ឬស្អីទេបងប្អូនអ្នកស្ដាប់មើលទៅបាទឃើញបងប្អូនបាទលឺសំឡេងផ្លែកមែនតើឥឡូវកុំឲ្យអស់ចិត្តបាទយើងមើលអស់នេះបាទហើយហុចផ្សេងទៀតឥឡូវចាប់ដើមរើផ្សោយបាទបញ្ហានេះគឺបញ្ហាក្នុងម៉ាស៊ីនបងប្អូនបាទមិនមែនគ្រឿងក្រៅបងប្អូនបាទគឺគ្រឿងក្នុងឥឡូវយើងចាប់ដើមរើម៉ាស៊ីនអស់គ្នាបាទដើម្បីមើលទៅតើមូលហេតុអ្វីបាទឥឡូវម៉ូតូនេះគឺលឺឲ្យលន់បែបនេះបាទតើមូលហេតុអ្វីបាទឥឡូវចាប់ដើមដោះនៅគ្រឿងគុំចេញដើម្បីយើងមើលបាទចំគោលដៅដែលយើងត្រូវការធ្វើតើមូលហេតុអ្វីបាទជាម៉ូតូនេះលឺសំឡេងលន់បាទលន់ខ្លាំងមែនតើបងប្អូនរបស់នេះដែរជាងគឺអត់ដឹងថាលន់អីដែរបាទឥឡូវយើងមើលចាក់ត្រៃអស់គ្នាបាទយើងចាប់ដើមរើមើលចំគោលដៅដែលយើងត្រូវការធ្វើដែលលឺសូរសំឡេងមិញបងប្អូនបាទលឺសំឡេងហើយហុចផ្សាយនេះបាទពីអាការៈបែបនេះហើយដឹងតែម៉ូតូនឹងដឹងតែខ្វះប្រេងផ្សេងហើយបាទឲ្យតែហុចផ្សេងឲ្យតែហុចផ្សេងនឹងតែបាត់ប្រេងផ្សេងអញ្ចឹង5ទៅបងដែលប្រើប្រាស់ម៉ូតូបាទគឺហុចផ្សេងសោះហើយប្រុងប្រយ័ត្នបាទហើយពិនិត្យមើលប្រេងផ្សេងផងបាទធ្វើដំណើរផ្លូវឆ្ងាយគឺយើងត្រូវការឆែកមើលប្រេងផ្សេងបាទកាលណាហុចផ្សេងយើងអាចបានត្រួតមើលពិនិត្យប្រេងផ្សេងទេមិនដាល់ឲ្យម៉ូតូនឹងខាសប្រេងផ្សេងគឺគូពេបាទយើងជិះតាមផ្លូវមិនដាល់ឲ្យគូពេខ្លាំងបាទជាប់នៅកណ្ដាលផ្លូវក្រោយបាទអញ្ចឹងគឺជាបញ្ហាមួយដែរបងប្អូនបាទដែលទឿនដល់បងប្អូនបាទតែម៉ូតូនៅហុចផ្សេងបាទម៉ូតូដែលហុចផ្សេងហើយគឺយើងត្រូវត្រួតពិនិត្យមើលប្រេងផ្សេងឲ្យបានល្អផងដែរបាទកាលណាប្រេងផ្សេងបានគ្រប់គ្រាន់ទេមិនដាល់ឲ្យម៉ូតូនឹងនៅតែគូពេហើយបាទគឺថាម៉ូតូខាសប្រេងផ្សេងបាទឥឡូវយើងចាប់ដើមយកនៅ sensor ចេញបាទយើងយកម៉ូតូទីសិនដើម្បីយើងយកសាឡាតិចដើម្បីយើងរើម៉ាស៊ីនបាទនេះឥឡូវយើងយកចេញកាហើយឥឡូវចាប់ដើមបាទជាមួយនឹងស៊ីម៉ាំងបាទតែស៊ីម៉ាំងបាទដើម្បីយើងឆែកមើលតើមូលហេតុអ្វីបណ្ដាលឲ្យម៉ូតូហ្នឹងគឺលន់បាទលន់តែខ្លាំងតែមែនតើបងប្អូនបាទយើងគ្រាន់តែបច្ចេកលឺដល់បដ ாய் បាទរ៉ាដូច DJ rap ចឹងបងប្អូនបាទនិយាយទៅបងប្អូនអរគ្នាបាទឥឡូវចាប់ដើមមើលស៊ីម៉ាំងចេញមកបាទដោះនៅបង្គំកៅស្រោបនៅម៉ាស៊ីនបាទដើម្បីយើងរើចេញស្លាតិចដើម្បីរើនេះមើលតើបញ្ហាអ្វីបាទបណ្ដាលម៉ូតូនេះគឺលន់បែបនេះហើយមើលទាំងអស់គ្នាបាទហើយម៉ូតូនេះគឺដំបូងគឺគាត់អ្នកចិត្តខាងបាទអ្នកចិត្តខាងម្ចាស់ម៉ូតូទៀតដែលគាត់ធ្លាប់មកធ្វើកន្លែងជំរុនបាទគាត់ធ្លាប់មកធ្វើកន្លែងជំរុនទៅដឹងថាជំរុននេះទឹកដៃល្អបាទទឹកដៃល្អបងប្អូនហើយក៏គាត់ប្រាប់តគ្នាមកគាត់យកម៉ូតូនឹងមកបាទហើយបងម្ចាស់ម៉ូតូហ្នឹងក៏គាត់យកមកបាទគាត់នាំជូនយកមកអញ្ចឹងបាទហើយយកមកឲ្យកន្លែងជំរុនផ្ទាល់បាទហើយបានជួបជាមួយជំរុនទៅចាំមើលយើងធ្វើរួចបាទបងប្អូនបាទយើងធ្វើម៉ូតូគាត់រួចគាត់ប្រសើរបាទគាត់ប្រសើរជំរុនទឹកដៃធម្មតាបាទហើយគ្រឿងដែលប្រឡាក់គឺជំរុនដាក់ស្អាតទៅវិញបាទនេះឃើញបងប្អូនខ្មៅក្រឹបចេះចាំមើលយើងចាប់ដើមយើងរើចេញមកហើយយើងលាងទៅវិញស្អាតបាទដាក់មកគុំចូលទៅវិញបាទហើយក៏យើងបានពេលយើងរៀបម៉ាស៊ីនហើយចាំមើលតើម៉ូតូនេះស្ងាត់អត់បាទតើម៉ូតូនេះស្ងាត់អត់បាទធ្វើអត់បាត់ស្ងាត់ទេជាងរុនអត់ចូលលុយទេបងប្អូនបាទបាទគឺធ្វើគាត់ព្រីទៅដល់បងប្អូនបាទតែសំខាន់គឺថាកិច្ចឈ្មោះកិត្តិយសរបស់ជាងបាទជាងខ្លះមួយចំនួនសុខចិត្តខាត់បាទដើម្បីការពារកិត្តិយសកិត្តិឈ្មោះហ្នឹងបងប្អូនបាទទឹកដៃបាទឥឡូវចាប់ដើមយកនៅជាមួយនឹងតូនតិចកម្មចេញបាទមុននឹងយកចេញយើងត្រូវបោះមើលអញ្ចឹងបងប្អូនឃើញអត់បងប្អូនបាទតែកម្រិតប៉ុណ្ណឹងគឺអាចប្រើការវិញបានដែរបាទកាលណាបើធ្វើតូនតិចកម្មនេះគឺគាត់ដោះក្រោមគឺថា